អាគីភ័យមួយបានធ្វើការឆាបឆេះរោងចក្រមួយកន្លែងនៅខេត្តតាកែវបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរអែបខ្មែរហៅតាក់ស៊ីរហ័សទាន់ចិត្តតម្លៃសមរម្យល្អបែបនេះម្ដងមកប្រើអែបខ្មែរវិញទៅអែបខ្មែរដៃគូថ្មីធ្វើឲ្យអាជីវកម្មរបស់លោកអ្នករីកចម្រើនប្រើអែបខ្មែរជួយជាតិខ្មែរកាលពីវេលាម៉ោង 4:40 នាទីទៀតភ្លឺឈានចូលថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មានហេតុការណ៍ករណីអគ្គិភ័យឆេះរោងចក្រមួយកន្លែងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះគឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងនេះជាពណ៌របៀងបឋមភ្លាមរថយន្តនិងបង្ការពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍បាញ់ពន្លត់នៅទីតាំងកន្លែងកើតហេតុ អែបខ្មែរហៅតាក់ស៊ីរហ័សទាន់ចិត្តតម្លៃសមរម្យល្អបែបនេះម្ដងមកប្រើអែបខ្មែរវិញទៅអែបខ្មែរដៃគូថ្មីធ្វើឲ្យអាជីវកម្មរបស់លោកអ្នករីកចម្រើនប្រើអែបខ្មែរជួយជាតិខ្មែរ